អានេះនៅពេលដែលយើងបុក page ទៅវាមានបញ្ហា error បែបនេះមកពីមូលហេតុដែលយើងដាក់កាតទៅវាមិនអាចកាត់លុយចេញពីកាតនោះ error ចឹងករណីនេះយើងចូលទៅ edit manager យើងចូលឲ្យ champion អានេះគឺកន្លែងដែលយើងបង្កើត champion វា load error ចឹងពេលយើងបូសបានយើងបូសមួយថ្ងៃតែយើងបូសបានតែពាក់កណ្ដាលទេពាក់កណ្ដាលថ្ងៃចឹងវា load error ចឹងនេះថាយើងបូស$4វាអស់ទឹកលុយប្រហែល$2វាចាប់ផ្ដើមពិនិត្យមើលការហ្នឹងមានន័យវាដឹងថាការហ្នឹងវា error អញ្ចឹងវាក៏ចាប់ផ្ដើម error វា load error ហើយ boost ហ្នឹងក៏វាឈប់ដំណើរការអញ្ចឹងយើងត្រូវដោះស្រាយវាហើយនៅលើ page កុំព្យូទ័រវា load ក្រហមបែបហ្នឹងយើងបកប្រើជាភាសាខ្មែរមើលវាដាក់ថា active your account run it out of statement អញ្ចឹងវា error បែបនេះ error ហ្នឹងមកពីយើងដាក់លេខVisa card ហ្នឹងតែវាអត់នេះវាអត់កាត់លុយចុះឧទាហរណ៍នេះចាំមើលយើងតេស្តវាមើលតើលេខកាតហ្នឹងវាដើរអត់ចុច pay now មកចុច confirm អានេះវាដាក់ payment fail មានន័យថាលេខកាតហ្នឹងការយើងដាក់ក្នុង line payment ហ្នឹងគឺវាអត់ដើរចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺយើងដាក់កាតថ្មីទៅទៀតយើងនឹងដាក់កាតថ្មីចូលព្រោះកាតចាស់ហ្នឹងវាអត់ដឹងមូលហេតុទេបានវា error តែអាហ្នឹងបញ្ជាក់អាហ្នឹងគឺជាកាតសម្បត្តិមិត្តមិនមែនកាតស៊ីនរបស់ធនាគារយើងមកកើតកាតសម្បត្តិមិត្តវាដើម្បីយើងទុក book page អីហ្នឹងយើងដាក់លុយល្មមមិនដាក់លុយច្រើនទេឥឡូវនេះយើងចូលទៅបកប្រែមើលភាសាអង់គ្លេសវិញសិនតោះមកយើងចូលទៅកន្លែង edit manager ចូលទៅកន្លែង building ដើម្បីដាក់លេខកាតតែចូលតាមហ្នឹងចូលត្រូវទេចូលតាមហ្នឹងចូលកើតទេចូលតាមហ្នឹងយើងចូលទៅកើតទេយើងត្រូវចូលតាមវិធីសាស្ត្រផ្សេងទៀតឥឡូវនេះយើងចាប់ផ្ដើមបិទវាចោលសិនមកADS account is able គឺមកលេខកាតយើងឥឡូវយើងបិទវាចោលយើងចូលតាម page យើងចូលតាម page ហើយបន្តយើងចូល Meta Business Suite ហើយបន្តមកទៀតយើងចូលតាម ADS Manager ចូលឲ្យ Champion សិនចូល Champion សិនចាំចូលឲ្យ Bill and Payment យើងដាក់កាតបានចូល ADS Manager ហើយយើងចូលទៅកាន់ Bill and Payment ហ្នឹងមកយើងដាក់លេខកាតថ្មីបានវាពងដើរចាំបន្តិចឥឡូវនេះយើងចូលមកដល់កន្លែងហ្នឹងហើយយើងនឹងបន្ថែមកាតមួយទៀតចូលកន្លែងហ្នឹងមកអាកាតចាស់32 ឥឡូវយើងនេះកាតចាស់វាដាក់ fail មានន័យថាពេលយើងទូទាត់វាកាតហ្នឹងវាអត់កាត់លុយអញ្ចឹងយើង add payment method មក add payment method នេះកន្លែងហ្នឹងយើងចុចលើវាមកហើយចុច tick មួយមក tick មួយចុច next តមកទៀតយើងមើលលើកាតរបស់យើងឈ្មោះនៅលើកាត number កន្លងទី2កាត number យើងមើលនៅលើ visual card
នៅក្នុងកម្មវិធីធនាគាររបស់យើងវាមាននៅលើហ្នឹងហើយយើងវាយលេខកុងហ្នឹងមកបន្តមកទៀតយើងដាក់អាពីរហ្នឹងមានម៉ាន់ហើយយាយើងដាក់មកហើយ CVC ក៏មានដែរយើងដាក់មក CVV ហ្នឹងយើងដាក់មកបន្តមកទៀតយើងចុច save ទៅហើយកំពុងដើរ save ហើយដាក់ confirm មកកំពុងដើរចាំតិចតោះនេះវាដាក់ was successful អញ្ចឹងយើងបានបន្ថែមកាតថ្មីមួយចូលហើយបន្តមកទៀតយើងត្រូវទៅទូទាត់លុយដែល Facebook ហ្នឹងវាយើងបូសទៅវាត្រូវអស់លុយ$2អញ្ចឹងយើងបូសមួយថ្ងៃ$4ប៉ុន្តែយើងបូសបានតែពាក់កណ្ដាលថ្ងៃវាក៏ error បើកាតយើងប្រើកាតវា error អញ្ចឹងយើងដើម្បីចង់វាតទៀតបានយើងត្រូវតែដាក់កាតដែលអាចកាត់លុយបានហើយយើង pay លុយអាលុយចាស់ហ្នឹងដែលគេលុយដែលគេបូសបានពាក់កណ្ដាលថ្ងៃទៅយើងចុច pay now មកហើយរើសលេខកាតក្រោយហ្នឹងបើសិនជាកាតក្រោយ error ទៀតវាអត់ទៅមុខអញ្ចឹងយើង pay មកវាជោគជ័យអត់វាជោគជ័យអាហ្នឹងបានតែកាតក្រោយប្រើបានបើយើងបូសលើកក្រោយវាលេខ error ហើយតែឥឡូវនេះយើងដល់កន្លែងអានេះវាដាក់ជោគជ័យអញ្ចឹងបានថាកាតក្រោយនឹងដំណើរការអញ្ចឹងបានថាពេលយើងដោះស្រាយបញ្ហាអស់បូសហ្នឹងវាដំណើរការតទៀតឲ្យគ្រប់មួយថ្ងៃដែលយើងបូសហ្នឹងឥឡូវនេះចូលឥឡូវហ្នឹងគឺយើងបង់$2ទៀតយើង pay ឥឡូវទៀតហើយកន្លែង pay គឺចុចកន្លែង pay now ហ្នឹងនៅកន្លែង outstanding balance យើងចាប់ផ្ដើមហ្នឹងហើយឥឡូវយើងចាប់ផ្ដើមបង់លុយគេ pay now ទៅនេះយើងបកប្រែជាខ្មែរមើលតើគេមានន័យថាម៉េចគេមានន័យថាយើងមិនអាចដំណើរការទូទៅបានទេសូមបង់ប្រាក់ដើម្បីដំណើរការពាណិជ្ជកម្មបន្តទៀតអញ្ចឹងគេថាយើងចង់ឲ្យអាបុគ្គលយើងចប់ក្នុងរយៈពេលមួយថ្ងៃហ្នឹងគឺយើងត្រូវតែបង់លុយអាគេនេះសិនគេបូកបានពាក់កណ្ដាលថ្ងៃអញ្ចឹងអស់លុយ$2ពាក់កណ្ដាលថ្ងៃឥឡូវយើងចុច select កាតដែលវាដំណើរការហើយយើងចុច pay now ទៅសំខាន់លុយក្នុងកាតហ្នឹងមានដែរបើអត់មានលុយក្នុងកាតហ្នឹងក៏វា error ទៀតលុយក្នុងកាតហ្នឹងយើងបញ្ចូលវាឲ្យហើយបើយើងបូក$4យើងបញ្ចូលបាន$4អញ្ចឹងយើងចាប់ផ្ដើម pay now មក confirm successful អញ្ចឹងបានថាវាដំណើរការរួចរាល់ហើយនេះវានៅ error អញ្ចឹងយើងចាំ refresh វាមួយមកបង់លុយហើយ refresh វាមកតែយើងមើលយើងទៅបណ្ឌិតក្នុងកុងធនាគារទូរស័ព្ទយើងមើលតើវាកាត់អត់ឥឡូវយើង refresh មកបានថាយើងបង់លុយរួចរាល់ហើយឥឡូវវាបាត់ error ហើយវាបាត់ error ហើយវាបាត់ error អញ្ចឹងបានថាតិចទៀតវានឹងដំណើរការអាបុសរបស់យើងបន្តទៀតឲ្យចប់តាមគោលដៅរបស់យើងអញ្ចឹងយើងទៅឆែកមើលនៅកន្លែង page មើលតើវានៅ error ទៀតអត់អានេះកន្លែងនេះគឺជា Facebook គេអ្នកដាក់ auto ឲ្យយើងក្នុងមួយថ្ងៃគេឲ្យយើង spend ធំបំផុត$86.84ឥឡូវយើងទៅមើលនៅលើ page
យើង fresh មកវាបាត់ error ហើយព្រោះយើងបង់លុយគេហើយអញ្ចឹងលេងមាន error ទៀតហើយតោះមកយើងចូលទៅមើល ADF Manager មើលកន្លែងយើងប៊ូសមើលតើវា error អត់ចូលមកបន្តមកទៀតយើងចូលទៅកន្លែង champion យើងឡើយ ADF Manager ចូលទៅ champion តទៅទៀតយើងចាំមើលតើវា error ទៀតអត់វា active វិញហើយពីមុនវាដាក់ error ឥឡូវវាដាក់ active វិញអញ្ចឹងមានថាវានឹងដំណើរការប៊ូសបន្តទៀតអញ្ចឹងវាបានលេង error ហើយអញ្ចឹងវានឹងប៊ូសបន្តទៀតហើយទីទៀតយើងនឹងបន្តភាគដោយពេលវាប៊ូសចប់យើងត្រូវបង់លុយឲ្យគេឲ្យហើយកុំឲ្យយើងនៅស្ពាក់លុយគេកន្លងឲ្យក្រោយទៅយើងចង់ប៊ូសទៀតវា error ទៀតអញ្ចឹងយើងប៊ូសម្ដងយើងបង់លុយគេឲ្យម្ដងអានេះគឺទិន្នន័យដែលយើងបង់លុយឲ្យគេនឹងបង់បានជោគជ័យនិងមិនជោគជ័យឥឡូវអាហ្នឹងវគ្គហ្នឹងវគ្គដែលអានេះវគ្គប៊ូសបានពាក់កណ្ដាលហើយ error ហើយយើងដោះស្រាយវាដោយយើងបង់លុយគេបង់រួចរាល់វានឹងលេង error ហើយឥឡូវនេះយើងចូលមកកាន់ page យើងហើយយើងបន្តការបង់លុយដើម្បីកុំឲ្យមានបញ្ហា error ឬជាពាក់ Facebook អញ្ចឹងយើងបានប៊ូសបញ្ចប់រួចរាល់ហើយអញ្ចឹងយើងចូលមកកាន់ Meta Business Suite អានេះយើងមុនដល់ហ្នឹងចូលឲ្យ page សិនតើចូល Meta Business Suite តមកទៀតយើងចូលមកកាន់ ADS Champion វាប្រាប់យើងថា complete ហើយអាក្រោមនេះគឺជា Champion ដែលយើងបង្កើតរួចរាល់ហើយយើងនឹងឲ្យវាដំណើរការនៅថ្ងៃទី15 ខែ 2 អានេះយើងប៊ូសវាបានជោគជ័យហើយអានេះទិន្នន័យដែលវានេះឥឡូវយើងចូលទៅមើល bill and payment គឺជាកន្លែងដែលអានេះវា error តិចកន្លែងដែលយើងត្រូវបង់ប្រាក់គេអានេះគេដាក់ថា outstanding balance យើងមើលប្រែគេដាក់ថាម៉េចប្រែខ្មែរគេដាក់ថាម៉េចគេដាក់ថាសមតុល្យដែលមិនទាន់ទូទាត់អញ្ចឹងមានថាសមតុល្យដែលមិនទាន់ទូទាត់មានថាលុយដែលយើងប៊ូសហើយនៅជាពាក់ Facebook អញ្ចឹងយើងត្រូវ pay កន្លែងនេះអញ្ចឹងយើងប៊ូសហើយហ្នឹងជាពាក់គេ 1.78 អញ្ចឹងយើងចុច pay មកហើយបន្តមកទៀតអានេះលេខអាកុងចាស់ដែលវាអត់ដំណើរការមុននេះអាលេខថ្មីយើងចាក់ pay now មកហើយលុយនៅក្នុងទូរស័ព្ទត្រូវតែមានតែយើងចុច pay លុយអត់មានក៏វាអត់ដើរដែរចុច pay now មកបើមានគឺវាចុច confirm មកពងដំណើរការចានេះ successful ហើយដល់ហើយយើងចង់ដឹងខ្មែរគេសេមិនយើង translate វាមកបានបង់ប្រាក់
$1 ចុច7ដល់ជោគជ័យវាអាចបំពេញរហូតដល់5នាទីដើម្បីផ្ទៀងផ្ទាត់នៅលើកណីអញ្ចឹងយើងវារួចរាល់ហើយបត់វាមកអញ្ចឹងយើង refresh វាមកមើលនៅមានទីពាក់លុយវាអត់អានេះវានឹងផ្ទៀងផ្ទាត់នៅពេលតិចទៀតអញ្ចឹងតិចទៀតយើងឆែកមើលវាភាសាទៀតតើវានៅមានអត់យើងត្រូវអានេះលោតលុយហ្នឹងបានថាវាលោតកាត់លុយពីទូរស័ព្ទហើយតែទូរស័ព្ទយើងក៏វាលោតថាអស់ប្រហែលដែរប៉ុន្តែលុយក្នុងទូរស័ព្ទយើងវាអត់ទាន់កាត់ចេញទេប្រហែលរងចាំតិចទៀតបើវាកាត់ចេញដល់វាកាត់ចេញទៅអានេះក៏លេងមានដែរអញ្ចឹងលុយទូរស័ព្ទយើងវាដាក់កាត់ចេញប៉ុន្តែវាអត់ទាន់ដកទេអញ្ចឹងអាហ្នឹងវាត្រូវផ្ទៀងផ្ទាត់មួយធនាគារអញ្ចឹងយើងរងចាំវាទៅប៉ុន្តែវាជោគជ័យអញ្ចឹងបានថាការប៊ូសហ្នឹងវាអស់លុយប៉ុណ្ណឹងហើយវាលេងមាននេះហើយមានបញ្ហាទៀតហើយអញ្ចឹងអាហ្នឹងការប៊ូស error សរុបទាំងអស់តាំងពីប៊ូស error រហូតដល់បង់ប្រាក់បញ្ចប់